បាទបងប្អូននេះគឺជាទស្សនវិជ្ជាសោភ័ណភាពការរៀបចំការស្លៀកពាក់បែបប្រពៃណីបុរាណខ្មែរយើងនៅឯខេត្តបាត់ដំបងបងឃើញទេស្រស់ស្អាតគឺគេមានការរៀបចំយ៉ាងល្អពិសិដ្ឋស្រស់ស្អាតបងប្អូនមើលហើយគឺមានអារម្មណ៍ថាស្រមៃទៅដល់អតីតកាលពិតជាស្រស់ស្អាតពិតជាប្លែកពិតជាគួរឲ្យស្រឡាញ់គួរឲ្យសរសើរមែនបងប្អូនយើងកម្របានឃើញការរៀបចំបែបនេះណាការស្លៀកពាក់ពិតជាស្អាតបងប្អូនបានទៅលេងបាត់ដំបងក៏ជាគេហៅថាជាមោទនភាពមួយជាភាពរីករាយមួយព្រោះបាត់ដំបងគឺជាខេត្តដ៏ល្អមួយដែរជាខេត្តដែលមានប្រវត្តិសាស្ត្រដ៏ជូរចត់ហើយឥឡូវនេះខេត្តបាត់ដំបងគេរៀបចំល្អស្អាតណាស់បងប្អូនឃើញទេល្អស្អាតណាស់ស្លៀកពាក់សម្លៀកបំពាក់ការរៀបចំការតុបតែងគឺល្អបងប្អូនបានទស្សនាខេត្តបាត់ដំបងក៏រីករាយតាមនឹងដែរអាចារ្យតោក៏រីករាយតាមនឹងដែរឃើញទេសូមសរសើរបាត់ដំបងខេត្តបាត់ដំបងសូមសរសើរអរគុណស្រឡាញ់ទាំងអស់គ្នា